Bếp số 3 để này, yo what's up, it's your boy ENG. Xong và cùng mà căn cam vị thi Overreacting. Ngày nay đại cam vị thi Rapper Fighter រដូវកាលទី 2 បានឈានមកដល់វគ្គ Distract ហើយគឺជាវគ្គ Stage 5 ចុះថ្ងៃនេះយើងមានគូរបស់យើងគឺ Gen Z ប៉ះជាមួយនឹង The Sing Gen Z គឺជាចំនួនថ្មី The Sing គឺជាម្នាក់ដែលមាន experience នៅក្នុងការប្រឡងចម្រៀង rap ហើយអញ្ចឹងយើងទៅមើលទាំងអស់គ្នា Let's go ថ្មីបងមកដល់វគ្គ 3 អូនមិនសិនថាខ្ញុំប៉ះអីយ៉ាក្មេងអ៊ូតតែសំដីប្រឡងច្រើនដងតែអត់ល្បីគេចុះគេឡើងឡើងមកជួប Gen Z ថានឹកគាត់ណាស់ព្រោះមិនដែរដល់ទីមកបំបាក់ជនដែលអត់ដល់ទៅការទី 2 គាត់ស៊ីច្រើនអត់ថាបាយបោះកម្មវិធីស៊ីងពេលនេះសូនឃើញខ្ញុំភ្លាមភ្ញាក់បានតែស៊ីតែបើសងឲ្យដូចជានៅរាក់ដុំមិនសាដុំមិនសមឲ្យបានមកដល់វគ្គបានក្មេងដៃថ្មីវាយឲ្យគាត់ធ្លាក់ធ្លាប់ប្រឡងដែរក្មេងដៃថ្មីសមត្ថភាពនៅដល់ដែរគ្មានឡើងអីមួយកម្មផ្លាស់ប្ដូរតែរូបរាងដូចគេយកដាក់ស្រាំខ្លួនប្រានឡើងហើមដូចជ្រូកហើយណាំអ្នកណាមិនដឹងអ្នកណាមិនឃើញថាណៃទៅតាមគេពីមុនអ្នកជ្រៀងលើចង់រ៉េបចេះមិនដែរក៏រេថាសំណេររបស់បងអូនទៅបានប្រហែលត្រេដូចមិនចង់ជលក់មកជាមួយ rapper ហ៊ូដេលេគាត់ចង់ណៃទៅប៉ុណ្ណឹងរឿងរ៉ាវជាច្រើនស៊ូអ្នកណាក៏គេដឹងគាត់និយាយតាមត្រង់ហើយចាំបាច់អ្នកខឹងខ្ញុំឲ្យអ្នកមកកំហំឲ្យកាន់ម៉ៃឈោឆ្កឹងរៀបខ្លួនឲ្យស្អាតបានមិនបលុកក្នុងត្រីមិនដូចអ្នកឯងសុទ្ធតែក្អែមើលទៅអត់អនាម័យជាមនុស្សអត់មកចប់នឹកមានតម្លៃរៀបពេញឡើងសម្ដែងសិតតែយកមកឲ្យនេះលុយបងទៅឲ្យអូនបាញ់លេសមកសុទ្ធខ្មោចតែណាគេហ៊ានមើលប៉ាស្រត់ចោះក្រោមអូនមិនអាចឡើងទៅលើនេះសំនៀងប្រុសស្អាតយកត្រាប់ឲ្យជុំភ្លើគេតម្រូវមកឲ្យអ្នកចាញ់ធ្វើជាជ្រុកមកឲ្យខ្ញុំបាញ់ចាំឲ្យលះពីបតតែខ្លាញ់តែយកចោលមកទៅអត់ឆ្ងាញ់ទុកក៏វាមិនចំណេញទៅឲ្យមិនបាច់ដេញជប់ឲ្យណាកាមកសុជីណាគួរតែឲ្យគាត់វិញដាក់វិញថាទុកមុខឲ្យតែក្មេងជើញពេករឿងមិនបរបស់ញ៉ាំមកវែងញែកឬតាប៉ាទៅសិងអានេះភ័យលមុខស្លេកមុខបាក់ជាងមុខសំស័យតែភ័យមិនបានទេអូខេបងសេរីចាំមកប៉ាក្មេងសេរីក្រោយប្រតិមត្តភាពតែឲ្យវាខ្មៅឲ្យអូខេខ្ញុំចាប់បដោយតែចាំសួរអីថាប្រូអាណារ៉ាសេឲ្យសម្រោព្រោះថាវានឹងថ្ងៃវាចាញ់បងទាំងអស់គ្មាននៅបកែកាប់បាត់គប់បកងសោះនោះទ្វារនៅខាងមុខអញ្ជើញចិត្តទៅចោលហេយកថាខ្ញុំនេះអត់ល្បីអញល្បីមកបត់ទៅឲ្យល្បីបត់ស្អីថាម៉ាក់ក្មេងមិនសិនមួយថ្ងៃជួបគ្នាថ្ងៃដំបូងហៅអញឲ្យដលទៅបកែគឺតែមិនដែរកាន់មនុស្សឈួតហើយឯងកុំចាំបកែថាឯងមិនបានឈួតព្រោះអញមើលឲ្យទៅធំឡប់ឡប់មិនអូក្តៅអផែក៏មកធ្វើឯងលុយឌីលអញធ្វើបាត់មិនកើតអញចង់បបួលឲ្យធ្វើដូនមិននិយាយពីរឿងសម្រស់ខុសកម្មវិធីហើយព្រោះនេះ Rapper Fighter មិនមែន Freshy boy oh shit អូខេតថាខ្ញុំស៊ីច្រើនកាត់បែកកម្មវិធីចែកឲ្យម្នាក់មួយវាលួចស៊ីម្ដងពីរអីGen Z លួចស៊ីបាយពីណាក្រុមទីមដែលជីការប្រនឹងចោលលួចបាយកម្មវិធីអញជួបឲ្យណាំក៏មិនថោដូចឲ្យដែរអាកូនទាពេលកាំងគេបង្កាត់ជាមួយឆ្កែជីសដែរមកប្រឡងតែសដែរស្អីស្រែមកបងជូវីក៏បងឯងធ្លាក់ដែរសដែរស្អីស្នាOh shit Yo អាយសើបហើយនេះអា Gen Z អានេះគេអួតតែជើងខ្លាញ់ខ្ញុំប៉ានឹងខ្ញុំតែពេលទេហើយកុំសំដីថ្លោះពេកប្រយ័ត្នតែដេកនៅលើក្រេអូនឯងកុំខំពេកវាក្រោយអត់ឈ្មោះណៃទេសុំទោសតែបងនិយាយពីពិតពីបាក់ស្រាប់តែកុំតាន់បាក់ទឹកចិត្ត Baby boy strong up ហើយនៅពេលអានេះនិយាយឲ្យកុំមកឌឺហើយបដៅពីបាក់ស្រាប់ហើយបងមិនពេញចិត្តត្រង់ណាតោះជ្រោយច្វាទៅលោទឹកឲ្យងាប់បាក់ហើយនៅពេលអន់ព្រោះតែក្មេងអានេះវាអន់ Oh my god បន្ទួយអានេះវាភ័យខ្លោស្លន់ហើយនឹងវាអន់ក្មេងអានេះវាអន់បើសិនជាឲ្យចង់ឈ្នះបងទៅរកអ្នកតាឲ្យជួយបន់ឲ្យសុំទៅសារទាំងថាតិចចិត្តដល់ណៃហ៊ានតែបើហ៊ានជាមួយនឹងបងមកថាកុំល្អជាងពេលដែលជួបបងឲ្យគួរណាតែអែបជៀនព្រោះឯងត្រឹមជាតួប្រាប់គេដាក់ឲ្យប៉ាម្ចាស់ពៀននេះនឹងកាឌីអូជីចេញមកឆ្លើយទេវត្តពីសុំតែទៅរួយដោយព្រៀនដល់ពួយគឺតែរកគេជួយពេលទៅប៉ះជាមួយមីឬតាបងធ្លាក់នៅស៊ីសិន1ឥឡូវអញជួយឲ្យធ្លាក់ស៊ីសិន2អូខេតែអ្នករ៉េបខតតគ្មាននឹងខ្យល់ឲ្យហៅតុងដូរេមីយ៉ាអាចមិនមកពីណាពីណីអត់មានចេះស្អីឲ្យចេញពីផ្លូវបងទៅចាំមកប៉ះសាច់តោម៉ាក់ធួកបីគួរឲ្យវានៅខ្ចីមកថ្វាយបង្គំបងទៅនិយាយមកអួតធ្វើដូចឈួតទៅឈួតម្នាក់ឯងទៅចង់ប៉ះមនុស្សជាតែមកប៉ះឆ្កែឈួតចុះបើខំតែជាខ្ញុំណាទទួលខុសត្រូវហើយអូប្រូសេនបាច់កាត់ទេនោមក៏ចេញទេប្រូនេះអត់ទេចាំស្ដាប់វិញនោមក៏ចេញ
មិនបាច់មកវត្តសើបចាញ់ប្រាប់ថានេះណាឯងចង់ឲ្យអញដេកទីទៅវិញអញឲ្យពីការអត់ថ្មីបង្គំគ្រូ Gen Z Superstar តែប្រុសសរសេរអន់ជីកុមារនៅបាត់តែចិត្ត I'm a show you bro ឯងតស៊ូមករត់ឆ្នាំនៅតែគ្មានចំណូលឯងសូមឌីឡែត្រូវមិនតន់អាទឹកភ្នែកហូរធ្វើបត់អត់ល្បីរត់តែធ្វើ CO ធ្វើ CO បណ្ដោយ bro អើយហើយតែខុសអីអ្នក CO នេះអ្នក CO គ្មានដឹងរឿងអីទេមកដេញអញឲ្យលុតទឹកឯងងាប់បាត់អញមិនបាច់តែប៉ុនគេព្រោះឯនេះស្រួលកុំចាត់គូសង្ឃឹមតែបានពីស្ដាប់ពីអញមួយម៉ាត់ពីគេຕົកឲ្យមនុស្សមិនຕົកឲ្យតែអាសត្វរៀនមិនចេះខ្លួនឯងបើចោលថាគ្រូបោកគូតូនណាអីព្រោះឯងល្ងងឆោតថឹងមកចាស់ពៀនឬមួយមកចាស់បោកបាននឹងអញមកចាស់ប៉ុនអញឲ្យឯងនឹងចឡោតរ៉េមិនត្រូវតុនតាញបាន3កៅអីចុះឯងបានប្រហែលដែរអាគូឬសម្រងមកវិញយើសិនតែនេះអញទៅចុះឯងមកដីដែរអាសម្រាមកាវៃអញមិនថាមិនទេខូចតែដងមកយានមិនចង់មកលោកបលាជាមួយនឹងក្បាលទៀតបរិយាដល់ថ្លៃមកខាំពូចោលមកសៀតមកជឿសឹករួចឲ្យបានទៅដាក់ដៃវារត់បងជាតិអូប្រាំតែតែជិះមកផ្លែតស្កាប់ពីខាត់តាកៅកូនអើយគុំសែតែគូសង្ឃឹមថាកូននឹងលើកពៀនអាចចេះសាច់ផងអ៊ំជុំញងវាដៃខ្វៀនចូលមកតុកឯណាពេលធ្លាក់ពីកម្មវិធីអាចគូតែវិចារកុំបានតែខ្លាំងចេះស៊ីបាត់ទីរិចប៉ុណ្ណឹងអាចមិនรู้ឲ្យនៅ season 2អាចកុំចង់មកលេងជាមួយនឹង Energy Yo Give it up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  Yo Give it up Give it up Give it up You may win your sad time. Oh my god. Cheng a cappella, okay? Rap without music. I mean play. ចង់ឲ្យទាំងពីរបញ្ចេញ16បារពាក់ព័ន្ធជាមួយនឹងខេត្តកែបតាកែវកណ្ដាលនិងកំពង់ស្ពឺបាទ អូយខ្ញុំបាច់ញ៉ែនេះ សមខ្លាំងៗមួយទៀតបាទទេ ចុយម៉ាយចុយម៉ាយ Sounds like អ្នកទាំងអស់គ្នាចង់ឃើញ Gen Z Mon Yeah Let's go boy Let's go Let's go Go my boy Gen Z ហើយទៅ sing សុំចូលទីតាំង Okay when you ready drop it តោះខូតរបស់យើង Be real Be rapper fighter និយាយពីអារម្មណ៍ចង់មានសមុទ្រក្បែរអែបនឹកដល់សមុទ្រខ្ញុំនឹកដល់ខេត្តកែប ហេ ធ្វើឲ្យចិត្តដិតដាមក្លិនក្តាមឡើងឈ្ងុយតបងជីទៅពីអ្នកប្អូនតែបងឯងអ្នកចេញលុយ អូខេចេញហើយជាប់ ឥឡូវកំតនអាធុញកំតនអាដូទៅខេត្តតាកែវមានភ្នំជីសូហើយអូនកុំភ័យរឿងលុយព្រោះបងជីដងខៅស្រស់សូបឲ្យឆ្អែតហើយនាំអូនទៅលេងភ្នំតាម៉ៅ អីយ៉ា That's right ឥឡូវខ្ញុំអធិប្បាយពីខេត្តកណ្ដាលខេត្តរាជធានីទេសចរក៏ហូរហែជីតែប្រហែលនាទីការអភិវឌ្ឍគេដឹងលឺភ្លើងភ្លឺគ្រប់វេលាខេត្តកណ្ដាលក្រុងភ្នំពេញបេះដូងនៃកម្ពុជា Bars អូខេមួយទៀតឥឡូវខ្ញុំនិយាយពីខេត្តមួយទៀតឲ្យអ្នកស្ទះដឹងលឺតបោះតង់គិរីរំនៃខេត្តកំពង់ស្ពឺ អូខេអូខេ បើសិនជាអ្នកធុញទ្រាន់ហើយមានអារម្មណ៍ថាឯកាខ្ញុំបដូររសជាតិអ្នកឲ្យបោះតង់នៅខ្នងផ្សារ Yes អូខេ Nice Wow Okay this thing you ready Ready You ready Okay 1 2 3 let's go ចង់ទៅលេងខេត្តកែបតែអត់មានលុយអីមករៀលចង់ផឹកកាហ្វេលើភ្នំអារម្មណ៍ខ្ញុំឈៀលចង់ជិះម៉ូតូទៅមើលថ្ងៃលិចនៅពេលរសៀល Right ព្រោះដោយសារខ្ញុំឮគេថា Light Hurt កែបហៀល អូខេ ឥឡូវចប់ពីខេត្តកែបចូលមកខេត្តតាកែវរបស់ខ្ញុំខេត្តតាកែវស្រស់ស្អាតសបោព្រៃភ្នំបើយ៉ងកោជ្រោះផ្អោកនៅខាងគិរីវង្សហើយហួរទៅដល់ផ្សារត្រឡប់ម្ដុំហ្នឹងឮថាល្បីសមោកំមុំណាបងវិធាឥឡូវសុំសួរមួយមើលនៅហ្នឹងមាន audience ស្រីៗយើងនៅខេត្តកណ្ដាលអត់មានទេអញអត់មានទេអូនអូនមែនឥឡូវខេត្តតាកែវខេត្តកណ្ដាលពួកយើងនៅចិត្តគ្នាពេលខ្ញុំឃើញកំមុំខេត្តកណ្ដាលបេះដូងខ្ញុំនេះរងាបងមិនមែនព្រានទេតែបងចង់សន្តានាចង់លើកផ្ទះពួកយើងពីរនាក់ឲ្យមកនៅចិត្តគ្នា All rightឈីកាន់ជើងសើយ៉ាពេលគេ rap all right ហើយពេលដែលយើងត្រូវគ្នាបងនាំអូនទៅលេងកំពង់ស្ពឺនាំអូនទៅលេងកំពូលពេជ្រថ្ងៃលិចនាំអូនទៅញ៉ាំស្ពឺនេះស្ពឺញ៉ាំស្ពឺហើយពេលព្រឹកនាំអូនទៅលេងអន្លង់ភ្ញៀវ
ទេសភាពខៀវភ្លឺ អេ ហើយយើងទៅបោះតង់2នាក់នៅការីរ៉ុំឲ្យតល់ភ្លឺ Cool like that Cool like that Hey កងដាខាងគួ លយថាវគ្គនេះគឺជាវគ្គដែលស៊ីសាយហត់ឈាមបើសិនជាយើងបញ្ចេញចំណុចខ្សោយណាមួយគ្រប់ចំណុច10ចំណុចបើសិនជាយើងបានតែ9ទេគេវាយតែមួយហ្នឹងឯងអ្នកទាំងអស់គ្នាត្រូវដឹងថា delivery ក្នុងការ rap គឺសំខាន់មែនទែន delivery បានថាម៉េច delivery បានថាមុននឹងគាត់ចូល drop bar របស់គាត់មុននឹងគាត់ rap អំពី first ឬក៏ second bar របស់គាត់តើគាត់ delivery បែបណាប៉ុន្តែខ្ញុំមើលឃើញថា the sing smooth មែនទែនអូខេ clap កន្លែងហ្នឹងតែដែរទាំងអស់គ្នា alright ហើយសម្រាប់ Gen Z ទី1ខ្ញុំចង់កត់សម្គាល់ Gen Z មកគឺមកដែរមិនខ្លាចអាណាទាំងអស់បាទ ត្រឹមត្រូវបងជូវីនិយាយត្រឹមត្រូវ Alright that's true ជាការពិតខ្ញុំមើលឃើញថា the sing តាំងពី like គាត់ដើរពីកន្លែងនេះរហូតដល់ឡើងលើឆាកគាត់អត់ខ្លាចណាគេទាំងអស់កន្លែងនោះមួយដែលខ្ញុំមានអារម្មណ៍ថា Gen Z យ៉ាបុកតែនិយាយខ្ញុំមកលុយតា ទៀត អើយ ខ្លាយម៉ែខូច ប្រាប់ថាអត់ទេ producer ថាបងមករ៉េបទេអត់បានមកទទួលថ្លៃណាបងមិនលឺគាត់ថាគាត់កាត់លុយណាបង ខ្ញុំធ្លាប់មានសន្ទនាបងពលឺដែរគាត់ថាលុយអត់សំខាន់តែសំខាន់អត់លុយ Okay so okay វល់ត្រឡប់មកវិញសម្រាប់ Gen Z so ទី1 confidence so good បើយើងនិយាយអំពីពាក្យដែលគេបច្ចេកទេសមកគេនិយាយថា star power ពីព្រោះជាសិល្បករបើសិនជាយើងអត់មានចំណុច star power នឹងទេវាអត់សូវ entertain វាអត់សូវគេ attract បានន័យថាតាក់ទាញ audience តាក់ទាញជាមួយនឹងអ្នកដែលគ្រប់គ្រងយើង so you got it ទី1កន្លែងហ្នឹង confident មែនទេ and also ពាក់ព័ន្ធជាមួយនឹង confident ហ្នឹងខ្ញុំសូមសរសើរទៅដល់គ្រូពីព្រោះខ្ញុំដឹងថាមនុស្សបង Kinchi មិនមនុស្សបង Kinchi ជាមនុស្សបែប positive ជាមនុស្សដែលគេហៅថាមិនខ្លាចណាគេទាំងអស់បាទអញ្ចឹងខ្ញុំសូមសរសើរបាទគ្រូមិនសិន ខ្លាចប្រពន្ធ អាហ្នឹងយើងនិយាយទៅគ្នាយើងទៅ Alright so ប៉ុន្តែសម្រាប់ Gen Z ខ្ញុំឃើញចំណុចខ្វះខាតមួយ control ពេលខ្លះ too hype ដូចយើងវាយបុកចឹងបើសិនយើងអត់ control ខ្លួនឯងយើងអត់បណ្ឌិតសិនទេយើងចេះទៅយើងអស់កម្លាំងលឿន ហើយ ខ្ញុំមើលឃើញ Gen Z គាត់ទៅលឿនពេកធ្វើឲ្យ the sing គាត់មើលឃើញកន្លែងហ្នឹងគាត់ទប់ហើយដល់ពេលគាត់ទៅ soft វិញមានអារម្មណ៍ថា Gen Z ហត់លឿនបានន័យថាខ្ញុំគិតថាអ្នកឯងមកវិញខ្លាំងប៉ុន្តែអ្នកឯងមកវិញ soft អញ្ចឹងរៀងច្បុកច្បល់អាពាក្យរបស់យើងហ្នឹងវាទៅជាអត់ច្បាស់វាធ្វើឲ្យប៉ះពាល់ដល់ការកាន់ microphone វាធ្វើឲ្យប៉ះពាល់ទៅដល់ដកដង្ហើមពីព្រោះ rap សំខាន់មែនទែនការដកដង្ហើម right after 4 bar you need to and then drop 4 bar មកទៀត yeah ចំណុចខ្សោយមានរៀងខ្លួនចំណុចខ្លាំងក៏មានរៀងខ្លួន so សម្រាប់ការដាក់បន្ទុកជាប់ឬធ្លាក់ក៏មិនអាស្រ័យទៅលើខ្ញុំម្នាក់ឯងដែរខ្ញុំសូមបញ្ជាក់បាទគឺយើងអាស្រ័យទៅលើ show producer ម្នាក់ទៀតខ្ញុំនឹងធ្វើការភាសាមួយគាត់ and then ខ្ញុំនឹងឲ្យលទ្ធផលទៅអ្នកទាំងពីរអូខេបាទអញ្ចឹងសូមសួរលេពួកគាត់ទាំងពីរខ្លាំងមើល ត្រឹមត្រូវ that's true អ្វីដែលបងជូវីនិយាយគឺត្រឹមត្រូវទាំងអស់អីដែលយើងមើលឃើញដូចគ្នាឥឡូវយើងមកមើលថាតើពីអ្នកគាត់ណាគេគឺជាអ្នកអាចបន្តទៅមុខទៀតបាន បន្ទាប់ពី producer Juvie បានធ្វើការ comment ហើយខ្ញុំក៏ជឿជាក់ថាអ្នកទាំងអស់គ្នាក៏មានអារម្មណ៍ថាដូចអ្វីដែល producer Juvie គាត់បាន comment មែនហើយគណៈពេលនេះសូម rapper ទាំងពីរចូលទៅកាន់កណ្ដាលវេទិកាដើម្បីស្ដាប់ពីលទ្ធផលថាតើរវាង Gen Z ជាមួយនឹង The Sing ម្នាក់ណាដែលធ្វើបានល្អនៅក្នុងវគ្គ Battle Round Take Fight សូមអញ្ជើញបង producer Juvie ធ្វើការឡើងមកកាន់វេទិកាដើម្បីកាត់សេចក្តីថាតើ The Sing ឬមួយក៏ Gen Z ដែលជាអ្នកដែលអាចបន្តដំណើរទៅកាន់វគ្គមួយទៀតនៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2ខណៈពេលនេះសូម producer Juvie ធ្វើការកាត់សេចក្តីដោយសុក្រិតសូមអញ្ជើញ The Sing Sing The Sing អ្នកដែលត្រូវទៅនោះគឺអ្នកដែលត្រូវទៅគឺ my bad នៅពេលដែលខ្ញុំថតខ្ញុំ short memory ខ្ញុំថតខ្ញុំភ្លេចថាណាគេឈ្នះហើយប៉ុន្តែ yep contract to
Gen Z ហើយ honestly ពេលខ្ញុំថតគឺខ្ញុំស្ដាប់ focus លើ bro ពួកគាត់អត់សូវបានទេបានតែកន្លែង punch line ដែលគាត់ដាក់មកចកត់ធ្ងន់ហ្នឹងយើងចាប់បានណាអញ្ចឹងនៅពេលដែលមកស្ដាប់នៅក្នុង on air sound full គឺសម្រាប់ខ្ញុំគិតថាគូនេះតាន់ដូចគ្នា The Sing ក៏ធ្វើបានល្អរបៀបកន្លែង acapella របស់គាត់តាំង Gen Z តាំង The Sing ក៏ធ្វើបានល្អដូចគ្នាតាំងកន្លែង rap មាន beat គឺពីរអ្នកនេះគឺ such a best entertaining battle ពីរអ្នកនេះគឺធ្វើបានល្អនៅក្នុង round battle នេះហើយសង្ឃឹមថាទោះបី The Sing អត់បានជាប់ក៏ដោយនេះសម្រាប់ខ្ញុំនិយាយអស់ចិត្តចោះបើសិនសម្រាប់ខ្ញុំឲ្យគូនេះ draw គូនេះស្មើគ្នា draw ស្មើគ្នាព្រោះអីយើងThe Sing អែមដែរកូនក្រុមរបស់បងសុជាតិដល់ពេលអស់ The Sing ទៅយើងបាក់ដែរ The Sing គាត់មាន experience នៅក្នុងការ fight អញ្ចឹងខ្ញុំគិតថាបើ The Sing នៅអាចបន្តបាននៅក្នុងកូនក្រុមរបស់វងជាតិខ្ញុំគិតថាដល់វគ្គមុខគឺនឹងល្អមើលទៀតប៉ុន្តែជា unfortunately គឺ The Sing អាចបានបន្តទៅមុខទៀតទេ and yeah boy this word to The Sing I hope you do your best The Sing ហើយបងចង់ប្រាប់ថា The Sing ធ្វើបានល្អដូចគ្នាThe Sing អត់ on ទេគ្រាន់តែថ្ងៃនេះ round stake fight នេះ battle round នេះគឺមិនមែនជា round របស់ The Sing ទេហើយក៏ respect decision ទៅដល់គណៈកម្មការរបស់យើងបង Chewy ក៏ដូចជា sole producer យ៉ាងដូចគ្នា Yep Alright guys នេះគឺជា over reaction គឺ over reaction I hope you យល់ពី concept នៃការ react ទៅលើវគ្គ stage fight ទៅលើវគ្គ distract battle round មួយនេះ and yep stay cool be happy enjoy your life and peace out I will see you in the next reaction next over reaction baby let's go